អ្នកតកែវតិចអត់ដឹងថាសត្វស្លាបយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងតែសង្ងំលាក់ខ្លួនពួនអាត្មានៅជិតព្រំដែនកម្ពុជាវៀតណាមនៅក្នុងខេត្តរបស់ខ្លួនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសុជាតិខ្ញុំធ្វើវីដេអូមួយបង្ហាញអំពីទស្សនវិជ្ជាសត្វស្លាបរាប់ម៉ឺនក្បាលកំពុងតែមកប្រមូលផ្ដុំសង្ងំលាក់ខ្លួនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបរិយជលសានិងស្រុកកក់អណ្ដែតខេត្តតកែវគឺតំបន់ការពារទេសភាពបឹងព្រៃលពៅបើនិយាយអំពីខេត្តតកែវវិញគឺជាខេត្តដែលមានវ័យចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជាយើងសម្បូរទៅដោយប្រាសាទបុរាណពេលនេះគឺសម្បូរទៅដោយធនធានធម្មជាតិជីវៈចម្រុះនិងសត្វស្លាបដ៏សម្បូរបែបកំពុងតែមកប្រមូលផ្ដុំនៅទីនេះដោយសារតែពេលនេះគឺជារដូវទឹកសម្រុតជាឱកាសពួកវាក្នុងការរកចំណីរហូតដល់រដូវទឹកគោកចាប់ផ្ដើមរីកអស់ទើបពួកវាចាប់ផ្ដើមបម្លាស់ទីចេញទៅកាន់តំបន់ផ្សេងហើយចំណែកខ្មៅដែលបងប្អូនឃើញនោះគឺជាវត្តមានរបស់សត្វក្អែកទឹកតូចចំណែកសបងប្អូនមើលមួយផ្លែតស្មានតែផ្កាកណ្ដះណាពុកម៉ែបងប្អូនគឺជាវងកុកក្រងតូចកុកក្រងធំកុកក្រងមធ្យមដែលវាកំពុងតែមកដេកនៅទីនេះតម្រៀបគ្នាជាមួយនឹងសត្វក្អែកទឹកហើយនៅតាមដើមរាំងតូចធំហ្នឹងគឺមានសត្វចង្កៀខ្យងពេលដែលខ្ញុំផុសវីដេអូវងវត្តមានសត្វស្លាបធំបែបនេះបងប្អូនមួយចំនួនគាត់គិតថាគឺជាសត្វនៅក្នុងប្រទេសគេមិនមែននៅក្នុងប្រទេសកម្ពុជារបស់ប៉ុនយើងទេអញ្ចឹងហើយខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូនថាទីនេះគឺជាសត្វស្លាបនៅក្នុងប្រទេសកម្ពុជារបស់ប៉ុនយើងដែលស្ថិតនៅក្នុងខេត្តតាកែវហើយទីនេះក៏មានមន្ត្រីបរិស្ថានមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តតាកែវដែលគាត់ប្រចាំការផ្ទាល់នៅការពារនិងថែរក្សាធនធានធម្មជាតិសត្វស្លាបនៅទីនោះតែម្ដងហើយទស្សនវិជ្ជាបែបនេះសូម្បីតែខ្ញុំអ្នកថតក៏មើលហើយមានអារម្មណ៍ថាស្រស់ស្រាយជាមួយសម្រស់ធម្មជាតិនៅក្នុងខេត្តតាកែវរបស់ប៉ុនយើងគួយគុណមិនចេះចិនណាហើយវីដេអូនេះក៏បានដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា